តើព្រហ្មញ្ញសាសនាជាអ្វីមានប្រភពមកពីណាហើយតើសាសនានេះមកដល់កម្ពុជាតាំងពីពេលណាព្រហ្មញ្ញសាសនាជាជំនឿសាសនាបុរាណមួយរបស់ឥណ្ឌាដែលជាប្រភពដើមមុនការអភិវឌ្ឍទៅជាសាសនាហិណ្ឌូសព្វថ្ងៃព្រហ្មញ្ញសាសនាគោរពព្រះជាចម្បងមានដូចជាព្រះព្រហ្មព្រះវិស្ណុនិងព្រះសិវៈហើយមានឥទ្ធិពលយ៉ាងខ្លាំងលើវប្បធម៌និងស្ថាបត្យកម្មខ្មែរតើព្រហ្មញ្ញសាសនាមកដល់កម្ពុជាតាំងពីពេលណាអ្នកប្រវត្តិសាស្ត្រជាទូទៅយល់ថាព្រហ្មញ្ញសាសនាបានចូលមកដល់ទឹកដីកម្ពុជាតាំងពីប្រហែលសតវត្សទី1ដល់សតវត្សទី5នៃគ្រិស្តសករាជតាមរយៈទំនាក់ទំនងពាណិជ្ជកម្មនិងវប្បធម៌ជាមួយឥណ្ឌាក្នុងសម័យនគរហ្វូណនសក្ខីកម្មចំនួន3ធំៗខាងក្រោមបានបង្ហាញថា 1. សម័យហ្វូណនសតវត្សទី1ដល់សតវត្សទី6មានពាណិជ្ជករនិងព្រាហ្មណ៍ឥណ្ឌាបាននាំជំនឿព្រហ្មញ្ញមកកាន់កម្ពុជាស្ដេចនិងអភិជនខ្លះបានទទួលយកពិធីសាសនានិងទស្សនៈនយោបាយបែបឥណ្ឌាភាសាសំស្ក្រឹតនិងអក្សរឥណ្ឌាបានចាប់ផ្ដើមមានឥទ្ធិពលលើសិលាចារឹកខ្មែរ 2. សម័យចេនឡានិងសម័យអង្គររវាងឆ្នាំ550ដល់ឆ្នាំ1431នៃគ្រិស្តសករាជព្រហ្មញ្ញសាសនាបានក្លាយជាសាសនាសំខាន់របស់រាជសម្បត្តិស្ដេចខ្មែរជាច្រើនព្រះអង្គគោរពព្រះសិវៈឬព្រះវិស្ណុប្រាសាទបុរាណខ្មែរជាច្រើនត្រូវបានសាងសង់សម្រាប់បូជាព្រះទាំងនោះដូចជាប្រាសាទតាព្រហ្មប្រាសាទភ្នំបាខែងនិងប្រាសាទអង្គរវត្តជាដើម 3. ឥទ្ធិពលនៅកម្ពុជាព្រហ្មញ្ញសាសនាបានបន្សល់ទុកឥទ្ធិពលជាច្រើនរហូតមកដល់សព្វថ្ងៃមានដូចជាគំនិតទេវរាជដែលមានស្ដេចជាតំណាងឲ្យទេវៈស្ថាបត្យកម្មប្រាសាទភ្នំរឿងព្រេងនិងមហាកាវឥណ្ឌាដូចជារាមាយណៈដែលបានក្លាយជារឿងរាមកេរ្តិ៍របស់ខ្មែរពិធីរាជការនិងពិធីព្រាហ្មណ៍មួយចំនួនដែលនៅតែមាននៅព្រះបរមរាជវាំងសរុបមកព្រហ្មញ្ញសាសនាបានចូលមកកម្ពុជាយ៉ាងហោចណាស់ជាង1500ឆ្នាំមុនហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតអរិយធម៌ខ្មែរបុរាណជាពិសេសនៅសម័យហ្វូណនសម័យចេនឡានិងសម័យអង្គរដ៏រុងរឿងនៃយើង